បើតាមខ្ញុំយល់ខ្ញុំទៅវត្តបាន5ដងមករដូវជុំហ្នឹងតែឃើញមនុស្សទៅវត្តមានច្រើនចាបើតាមព្រំដែនខ្ញុំអត់ដឹងទេព្រោះខ្ញុំអត់បានទៅលេងតែមើលតាម Facebook ក៏មានការជ្រួចច្បល់ប៉ុន្តែការបន់ទានតាមវត្តនានាហ្នឹងគឺមនុស្សច្រើនណាធ្វើបន់ធ្វើទានគាត់អត់មានន័យថាប៉ះពាល់ដល់បន់ទានអីចឹងណាចាខ្ញុំជាពលរដ្ឋតូចតាចមួយខ្ញុំសង្ឃឹមថាគាត់ដឹកនាំជាពលរដ្ឋយើងដោយថាមិនឲ្យមានការភ័យខ្លាចអញ្ចឹងណាមិនតែគាត់ថាសង្គ្រាមតាមព្រំដែនវាមិនទាន់ចប់ទេចាប៉ុន្តែគាត់នឹងរកវិធីណាដោះស្រាយឲ្យប្រជាពលរដ្ឋយើងមិនអាចភ័យខ្លាចអីចឹងណាគាត់ខ្វល់ខ្វាយរឿងជាពលរដ្ឋដែរប៉ុន្តែมันអាចទប់ស្កាត់ខាងគេឈ្លានពាននឹងបានទេចាខ្ញុំគ្រប់គ្រងដែលថាប្រជាពលរដ្ឋយើងគាត់មានការតស៊ូព្រំដែនហ្នឹងនៅតែមានការតស៊ូសូមបំពេញនាវដល់រៀបរដ្ឋាភិបាលហ្នឹងជួយតាក់ទងខាងក្រៅប្រទេសហ្នឹងឲ្យគេមកជួយខាងព្រំដែនយើងដោះស្រាយឆាប់ទៅព្រោះអីជាពលរដ្ឋយើងរងគ្រោះខ្លាំងទី1ព្រំដែនទី2ក៏មានការទឹកជំនន់ទៀតឥឡូវហ្នឹងសម្រាប់ខ្ញុំទៅគិតថាការដឹកនាំរបស់រដ្ឋាភិបាលយើងខ្ញុំគិតថាគាត់នឹងពុះពៀនឹងរកវិធីសាស្ត្រដើម្បីជួយដល់កងទ័ពយើងដែលបានពលីនឹងបានថៃបានចាប់ពេលក្នុងបត់ច្បាញ់បង8នាក់ហ្នឹងណាខ្ញុំគិតថាគាត់នឹងមានវិធីដែលល្អជួយដល់ប្រទេសជាតិយើងបាទថាក្នុងពេលនេះគឺគាត់កំពុងតែរកវិធីសាស្ត្រដើម្បីដោះស្រាយដើម្បីឲ្យនាំភាពសន្តិភាពមកដល់ប្រជាពលរដ្ឋយើងតាមព្រំដែនហ្នឹងបងបាទចំណុចនេះខ្ញុំគ្រប់គ្រងខ្ញុំលើកចិត្តដល់យុវជនហើយនិងប្រជាពលរដ្ឋយើងទាំងអស់ជឿជាក់លើរដ្ឋាភិបាលហើយនឹងបន្តគ្រប់គ្រងគាត់នឹងនាំភាពសន្តិភាពមកដល់ប្រជាពលរដ្ឋយើងគ្រប់គ្នា